សួស្តីបងទាំងអស់គ្នានេះលោកគ្រូសូមអនុញ្ញាតចាប់ផ្ដើមបន្តវីដេអូទី4នៅក្នុងមេរៀនការរៀបចំការធ្វើផែនការឬក៏យើងនិយាយពីមុខងារទី1នៃការគ្រប់គ្រងយើងចូលដល់ចំណុចទី2មធ្យោបាយក្នុងការធ្វើផែនការដោយនឹងលើកឡើងពីនិយមន័យនៃផែនការយុទ្ធសាស្ត្របាទប៉ុន្តែជាដំបូងយើងឆ្ពោះទៅរកផែនការមេបាទផែនការមេនេះគឺជា Master Plan ដែលកំណត់ផ្លូវដើររបស់ស្ថាប័នទាំងមូលក្នុងរយៈពេលវែងបាទវាធ្វើឲ្យគ្រប់ផ្នែកទាំងអស់នឹងដឹងថាតើជោគវាសនារបស់ស្ថាប័ននឹងទៅជាយ៉ាងណានៅ5ឆ្នាំឬក៏10ឆ្នាំខាងមុខវាជាផែនការដែលមានវិសាលភាពធំទូលាយសម្រាប់តម្រង់ទិសដៅប្រតិបត្តិការទាំងមូលហើយមួយទៀតយើងអាចនិយាយបានថាដើម្បីសម្រេចគោលដៅអនាគតរបស់ស្ថាប័នឧទាហរណ៍ដូចជាសាកលវិទ្យាល័យមួយគាត់កំណត់យុទ្ធសាស្ត្រ5ឆ្នាំដើម្បីក្លាយជាគ្រឹះស្ថានអប់រំ Digital ឈានមុខគេក្នុងតំបន់ហើយការផ្លាស់ប្ដូរទម្រង់គ្រប់គ្រងហ្នឹងពីមុនរៀបចំផ្ដាច់មុខដោយអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ឬក៏អ្នកដឹកនាំជាន់ខ្ពស់បាទប៉ុន្តែបច្ចុប្បន្នគឺមានការចូលរួមពីថ្នាក់កណ្ដាលនិងនយោជិតបាទនយោជិតនិងអសតបាទដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តចឹងយុទ្ធសាស្ត្របច្ចុប្បន្នលែងជាបញ្ជាតែម្នាក់ឯងទៀតហើយថងចំណុចហ្នឹងការឲ្យបុគ្គលិកថ្នាក់ក្រោមបាទចូលរួមផ្ដល់យោបល់នឹងធ្វើឲ្យពួកគេនឹងមានអារម្មណ៍ថាជាម្ចាស់ផែនការហើយនឹងការខិតខំប្រឹងប្រែងអនុវត្តនឹងឲ្យបានទទួលជោគជ័យបាទរីឯមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្របាទមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រនេះគឺត្រូវតែរៀបចំដោយផ្អែកទៅលើការវិភាគតុល្យភាពរវាងបរិស្ថានខាងក្នុងដែលបរិស្ថានខាងក្នុងហ្នឹងសំដៅទៅលើភាពខ្លាំងភាពខ្សោយចំណុចខ្លាំងចំណុចខ្សោយរីឯបរិស្ថានខាងក្រៅនិងបរិស្ថានខាងក្រៅហ្នឹងគឺបាទសំដៅទៅលើឱកាសនៃការគម្រាមកំហែងមុននឹងដាក់ចេញយុទ្ធសាស្ត្របងត្រូវដឹងថាយើងខ្លាំងអីយើងខ្សោយអីហើយខាងក្រៅហ្នឹងមានឱកាសអ្វីដែលធ្វើឲ្យយើងចាប់យកខ្លះនេះហើយជាអ្វីដែលយើងហៅថា SWOT analysis ការវិភាគ SWOT បាទហើយតកតងមួយសំណួរស្នូលបាទព្រោះយើងលើកឡើងថាតើអង្គភាពនឹងគាត់ចង់ខ្លាយជាអ្វីនាអនាគតហើយនឹងថាត្រូវធ្វើអីខ្លះនៅពេលនេះដើម្បីធានាដល់គោលដៅអនាគតបាទបងត្រូវយល់ឃើញពីការភ្ជាប់ទំនាក់ទំនងរវាងបច្ចុប្បន្ននិងអនាគតបើចង់បានលទ្ធផលធំនៅថ្ងៃមុខតើថ្ងៃនេះយើងត្រូវចាប់ផ្ដើមបោះជំហានអ្វីខ្លះបាទប៉ុន្តែមើលរោងចក្រផលិតភេសជ្ជៈគាត់ចង់នាំចេញផលិតផលទៅទីផ្សារអឺរ៉ុបហើយផែនការយុទ្ធសាស្ត្របច្ចុប្បន្នហ្នឹងគឺត្រូវតម្លើងម៉ាស៊ីនផលិតកម្មឲ្យស្របទៅនឹងស្តង់ដារអនាម័យអន្តរជាតិ ISO ជាមុនសិនគោលដៅធំគឺការនាំចេញអាហ្នឹងហើយដែលយើងហៅថាអនាគតប៉ុន្តែសកម្មភាពយុទ្ធសាស្ត្រដែលត្រូវធ្វើភ្លាមអាហ្នឹងគឺបច្ចុប្បន្នបាទគឺការវិនិយោគលើបច្ចេកវិទ្យាហើយនឹងស្តង់ដារ ISO ដើម្បីឲ្យគេទទួលស្គាល់គុណភាពរបស់យើងចំណុចបាទបន្តទៅទៀតយើងបាទនេះខុសបាទខុសតកតងជាមួយនឹងពាក្យពេចន៍អក្ខរាវិរុទ្ធឲ្យសុំការអធិស្ឋានបងបាទយើងចូលដល់ចំណុចមួយទៀតគឺលើកឡើងពីផែនការយុទ្ធសាស្ត្របាទផែនការយុទ្ធសាស្ត្រដែលយើងជានិច្ចកាលតែងតែចាត់ទុកយុទ្ធសាស្ត្រជាផែនទីបង្ហាញផ្លូវបាទផែនការយុទ្ធសាស្ត្រវាមិនមែនគ្រាន់តែមើលតាមមួយផ្នែកតូចនៃអង្គភាពនោះទេបាទប៉ុន្តែវាគឺជាការសម្លឹងមើលទៅមុខឲ្យបានឆ្ងាយបំផុត
ដើម្បីធានាថាគ្រប់ផ្នែកទាំងអស់ហ្នឹងដើរទៅរកគោលដៅរួមតែមួយបាទចឹងជាការរៀបចំផែនទីបង្ហាញផ្លូវដែលមានវិសាលភាពសម្រាប់តម្រង់ទិសដៅអង្គភាពទាំងមូលបាទឲ្យឈានទៅសម្រាប់បាននៅគោលដៅវែងឆ្ងាយចឹងការប្រើប្រាស់បញ្ញារបស់យើងការប្រើប្រាស់នៅតុល្យភាពរបស់ SWOT បាទជាដំណើរការនៃការប្រើប្រាស់បញ្ញាគឺដើម្បីវិភាគរកតុល្យភាពរវាងចំណុចខ្លាំងចំណុចខ្សោយបាទរបស់ផ្នែកខាងក្នុងឬក៏យើងនិយាយថា internal គឺផ្ទៃក្នុងរបស់អង្គភាពហ្នឹងជាមួយនឹងឱកាសនៃការគម្រាមកំហែងដែលយើងស្គាល់ពីចំណុចហ្នឹងថាជាបរិស្ថានខាងក្រៅឬក៏មជ្ឈដ្ឋានខាងក្រៅបាទអញ្ចឹងគ្រូចង់បញ្យល់ថាការវិភាគ SWOT នេះវាជាបេះដូងនៃយុទ្ធសាស្ត្រជាបេះដូងនៃយុទ្ធសាស្ត្រយើងមិនអាចរៀបចំផែនការឲ្យជោគជ័យបានទេបើសិនជាយើងមិនស្គាល់សមត្ថភាពខ្លួនឯងឲ្យច្បាស់បងហើយបើមិនយល់ពីការប្រែប្រួលនៃទីផ្សារខាងក្រៅទេយើងមិនអាចរៀបចំផែនការឲ្យជោគជ័យបានទេបាទអញ្ចឹងការបំលែងយុទ្ធសាស្ត្រនឹងឲ្យទៅជាសកម្មភាពជាក់ស្ដែងតាំងពីពេលនេះទៅគឺដើម្បីធានាថាអង្គភាពនឹងអាចមានការរីកចម្រើននិងមានភាពប្រកួតប្រជែងខ្ពស់នាពេលអនាគតបាទហើយយើងយល់ថាយុទ្ធសាស្ត្រហ្នឹងនឹងមិនមានតម្លៃបាទយុទ្ធសាស្ត្រហ្នឹងនឹងមិនមានតម្លៃគឺវានៅត្រឹមតែនៅលើกระดาษអញ្ចឹងយើងទទួលស្គាល់ថាវាមានការលំបាកការបំលែងយុទ្ធសាស្ត្រឲ្យទៅជាសកម្មភាពអ្វីដែលសំខាន់គឺការបកស្រាយផែនការមេនោះគឺឲ្យคล้ายទៅជាសកម្មភាពបាទដែលត្រូវអនុវត្តបាទអញ្ចឹងយើងឧទាហរណ៍ប្រៀបដូចជាសាលារៀនមួយគាត់ចង់คล้ายទៅជាសាកលវិទ្យាល័យ Digital ឈានមុខគេក្នុងរយៈពេល5ឆ្នាំខាងមុខអានឹងហើយគេហៅថាយុទ្ធសាស្ត្រដើម្បីសម្រេចបានគឺពួកគេត្រូវរៀបចំផែនការវិនិយោគលើប្រព័ន្ធអ៊ីនធឺណិតនឹងឲ្យខ្លាំងហើយនឹងបណ្ដុះបណ្ដាលបាទគ្រូឲ្យចេះប្រើបច្ចេកវិទ្យាទំនើបបាទនឹងហើយគេហៅថាសកម្មភាពអនុវត្តនេះវាជាការបង្ហាញពីទំនាក់ទំនងរវាងចក្ខុវិស័យហើយនិងការអនុវត្តបើយើងចង់បានលទ្ធផលធំនៅ5ឆ្នាំខាងមុខបាទគឺយើងត្រូវចាប់ផ្ដើមបណ្ដុះធនធានមនុស្សក៏ដូចជារៀបចំនៅហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាផងដែរក្រៅពីនឹងបងយើងលើកឡើងពីយុទ្ធសាស្ត្រអាជីវកម្មបាទយុទ្ធសាស្ត្រផែនការអាជីវកម្មបាទឬក៏យុទ្ធសាស្ត្រអាជីវកម្មនេះគឺជាឯកសារគោលដៅវែងឆ្ងាយដែលរួមមានសមាសភាគសំខាន់ដូចជាទស្សនវិស័យឬក៏ចក្ខុវិស័យបាទដែលយើងលើកពីការកំណត់គោលដៅធំឬអ្វីដែលអង្គភាពចង់คลายទៅនៅពេលអនាគតអង្គភាពគាត់ចង់คลายណាប៉ុន្តែជាអ្វីនាពេលអនាគតបាទជាអ្វីនាពេលអនាគតឧទាហរណ៍ជាស្ថានបាទជាស្ថានគាត់មានទស្សនវិស័យថាខ្លាយជាគ្រឹះស្ថានឈានមុខគេលើជំនាញ IT និង design គ្រូឧទាហរណ៍ហើយបេសកកម្មនេះយើងចាត់ទុកថាសកម្មភាពចម្បងដែលត្រូវធ្វើដើម្បីសម្រេចទស្សនវិស័យអញ្ចឹងកន្លែងហ្នឹងបញ្ជាក់ពីមូលហេតុដែលអង្គភាពហ្នឹងគាត់ចង់សម្រេចកិច្ចការនោះកំណត់ជំហានដំបូងហើយនឹងរៀបចំមធ្យោបាយចាំបាច់បាទបើទស្សនវិស័យនេះវាជាគោលដៅនោះបេសកកម្មវាគឺជាមធ្យោបាយបាទអ្វីដែលយើងកំពុងធ្វើរាល់ថ្ងៃដើម្បីឲ្យក្តីសុបិននោះคล้ายជាការពិតឧទាហរណ៍ថាដើម្បីคล้ายជាអ្នកដឹកនាំអ្នកគ្រប់គ្រងផ្នែក IT ហ្នឹងបេសកកម្មរបស់យើងគឺត្រូវផ្ដល់ការអប់រំដែលមានគុណភាពខ្ពស់ហើយនឹងបណ្ដុះ
បដានិស្សិតហ្នឹងឲ្យមានជំនាញពិតប្រាកដរីឯគោលដៅបងរីឯគោលដៅបាទគោលដៅរបស់យើងនេះគឺយើងចង់និយាយពីលទ្ធផលចុងក្រោយដែលយើងចង់បានកន្លែងហ្នឹងយើងច្រើនតែកំណត់ជាតួលេខអាចមានន័យថាវាជាការវាស់វែងជាក់លាក់ដែលជួយឲ្យយើងដឹងថាតើយើងកំពុងដើរដល់ណាហើយបាទគោលដៅដែលល្អគឺត្រូវតែអាចវាស់វែងបានជាតួលេខឬក៏ភាគរយឧទាហរណ៍ការកំណត់គោលដៅនឹងឲ្យកើនចំណែកទីផ្សារ 30% រក្សាអត្រាកំណើន 15% ប្រចាំឆ្នាំគឺមានទម្រង់បែបហ្នឹងបាទអញ្ចឹងស្លាយពីនេះជាន់គ្នាលោកគ្រូសូមអនុញ្ញាតលុបមួយបាទចូលដល់ចំណុចមួយដែលយើងលើកឡើងពីរឿងការវិភាគបាទបរិស្ថានបាទការវិភាគបរិស្ថាននេះគឺជាការវិភាគមួយដែលមានន័យដូចជាការធ្វើរោគវិនិច្ឆ័យបាទមុននឹងការសម្រេចចិត្តដាក់ចេញនៃយុទ្ធសាស្ត្រហើយសំណួរសួរថាបើស្ថាប័នហ្នឹងគាត់មិនវិភាគឲ្យបានដិតដល់ទេតើវាមានរឿងអីកើតឡើងហើយចំណុចនេះលោកគ្រូចង់ប្រៀបប្រដូចបាទទៅនឹងការបើករថយន្តដោយបិទភ្នែកបាទបងប្អូនសាកសម័យគិតមើលថាបើសិនយើងបើករថយន្តឲ្យបិទភ្នែកវាមានរឿងអីកើតឡើងការដែលមិនវិភាគឲ្យបានដិតដល់ទេតើវាមានបញ្ហាអីយើងធ្វើរោគវិនិច្ឆ័យដែរក៏ប៉ុន្តែវាមិនជាក់លាក់បាទមុននឹងយើងរៀបចំផែនការអ្វីមួយយើងត្រូវដឹងថាជុំវិញខ្លួនយើងមានអ្វីកើតឡើងខ្លះបងប្អូនបើសិនជាយើងមិនដឹងយើងងាយនឹងជួបហានិភ័យឬក៏កិច្ចការគ្រប់គ្រងខ្លះយើងឈានដល់បរាជ័យក៏ថាបានឧទាហរណ៍ដូចជាក្រុមហ៊ុនយក្សបាទក្រុមហ៊ុន Nokia ក្រុមហ៊ុន Kodak ធ្លាប់តែល្បីល្បាញបងប្អូនឃើញហើយត្រូវដួលរលំត្រូវបាត់បង់អតិថិជនត្រូវបាត់បង់ចំណែកទីផ្សារគឺដោយសារតែពួកគេមិនបានវិភាគហើយនឹងត្រៀមខ្លួនចំពោះការប្រែប្រួលយ៉ាងលឿននៃបច្ចេកវិទ្យា Digital នាពេលបច្ចុប្បន្នលោកគ្រូតែងតែលើកថាការស្គាល់គេហើយនឹងស្គាល់យើងបាទការស្គាល់គេនិងស្គាល់យើងការវិភាគបរិស្ថានទាំងពីរហ្នឹងវាដូចគ្នាអញ្ចឹងដែលលោកគ្រូចង់សម្ដៅថាយើងស្គាល់ទាំងគេឬក៏ស្គាល់គេហ្នឹងគឺសម្ដៅថាបរិស្ថានខាងក្រៅដល់ស្គាល់ទាំងយើងមានន័យថាយើងស្គាល់ខ្លួនយើងនិយាយពីបរិស្ថានខាងក្នុងបាទហើយបងតែងតែឮគេពោលថាស្គាល់គេស្គាល់យើងច្បាំង100ដងឈ្នះ100ដងចឹងក្នុងធុរកិច្ចក៏ដូចគ្នាដែរនៅពេលដែលយើងយល់ច្បាស់ពីចំណុចខ្លាំងរបស់ខ្លួនឯងហើយនឹងដឹងពីស្ថានភាពទីផ្សារខាងក្រៅនេះនោះយើងអាចដាក់ចេញនៅយុទ្ធសាស្ត្រដែលឆ្លាតវៃហើយនឹងទទួលបានជោគជ័យលើគូប្រជែងរបស់យើងបាទចឹងមានការលើកឡើងពីការវិភាគបរិស្ថានខាងក្រៅដែលវិភាគបរិស្ថានខាងក្រៅគឺបងឃើញមានអក្សរកាត់ PESTLE បាទដែលយើងស្គាល់ណាយើងស្គាល់ថា P ហ្នឹងគឺនយោបាយបាទកត្តានយោបាយហ្នឹងជាឥទ្ធិពលខ្លាំងដល់បរិយាកាសវិនិយោគបើប្រទេសមួយមានស្ថិរភាពនយោបាយល្អអញ្ចឹងក្រុមហ៊ុននានាក៏ងាយស្រួលក្នុងការរៀបចំផែនការរីកចម្រើននាពេលអនាគតដែរបាទអញ្ចឹងនៅថងចំណុចនេះបងប្អូនតើតែគិតគូររឿងសំខាន់ពីរគឺការវិភាគបរិស្ថានខាងក្រៅមួយនិងការវិភាគបរិស្ថានខាងក្នុងមួយអញ្ចឹងចាំជួបលោកគ្រូនៅវីដេអូក្រោយមួយទៀតបាទបងសូមអរគុណច្រើន